ភ័យដល់ថ្នាក់រវើរវាយចោទថាខ្មែរជួបបរទេសទាំងឡាយបាទមកបញ្ជាដ្រូនព្រោះមិនជឿជាក់ថាកូនខ្មែរនេះខ្លាំងពូកែដល់ថ្នាក់នឹងថៃបាទចោទកម្ពុជាយើងហើយថាជួលបរទេសមកបញ្ជាដ្រូនអត់ជឿថាកូនខ្មែរនឹងអាចធ្វើបានទេហ៊ីដល់កតែម្ដងទាំងសារព័ត៌មាន Thai The Nation បាទ The Nation Thailand ហើយនឹង Amarin New របស់សៀមផ្សាយប្រងព្រាតបាទចោទប្រកាន់កម្ពុជាពាក់ព័ន្ធរឿងដ្រូននឹងឯងដ្រូនទៅយោងជែកបិទស្គុតប្រិយមិត្តដែលខ្ញុំលើកឡើងពីខាងដើមនោះថៃអត់ជឿទេអត់ជឿថាកូនខ្មែរនឹងធ្វើបានដោយសារតែទាហានថៃមិនតិចអ្នកនោះទេដែលស៊ីដ្រូនទៅយោងជែករបស់កម្ពុជាដែលរឿងនេះថៃទេជាអ្នកធ្វើដំបូងឡើយបាទអាតង់ទី1ទឹកទី1នោះគឺថៃប្រើប្រាស់ដ្រូននឹងហើយវាយកម្ពុជាថៃបង្រៀនកម្ពុជាទេតើដែលខ្ញុំលើកឡើងថាអញ្ចឹងពីមុនលីលើស្មាឥឡូវហោះពេញមេឃាគ្រាប់ត្រយោងជែកបិទស្គុតคล้ายទៅជាមច្ចុរាជតាមផ្លូវអាកាសធ្វើឲ្យសៀមភ័យខ្លាចដល់ក្នុងត្រង់សេស្គាល់រសជាតិហើយឬនៅដេកសុកដ្រូនហោះចូលបុកដល់កន្លែងសៀមភូមិភាគ2ទទួលស្គាល់ថាកំពុងតែវិលមកខ្ញាល់រឿងដ្រូនអត្តឃាតបាទដ្រូនត្រយោងជែករបស់កងទ័ពខ្មែរឬក៏ហៅថាត្រង់ផ្ដាច់សង្ខាក៏ថាបានដែរឥឡូវតោះប្រិយមិត្តទៅសម្ដាប់ទាំងអស់គ្នាពាក់ព័ន្ធទៅនឹងរឿងចោតប្រកាន់នេះសារព័ត៌មានថៃអាមេរិកញូបានចុះផ្សាយព័ត៌មានคล้ายៗថាកម្ពុជាប្រើប្រាស់ទាហានស៊ីឈ្នួលបរទេសដើម្បីបញ្ជាដ្រូនអត្តឃាតក្រសួងការពារជាតិកម្ពុជាបានចេញមកច្រានចោលភ្លាមនិងចាត់ទុកថាជារឿងប្រឌិតបោកប្រាស់អានេះគឺសារព័ត៌មានថៃទាំងឡាយបាទប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាកុំជឿពួកសៀមបាទសារព័ត៌មានថៃនោះបំផ្លើសបំភ្លៃប្រិយមិត្តអាចជឿទុកចិត្តបានដែរមិនអាចនោះទេហេតុអ្វីបានជាថៃចោតប្រកាន់បែបនេះមើងងាយខ្មែរពួកគេនៅតែមានគំនិតថាកងទ័ពខ្មែរអន់មិនខ្លាំងពូកែមិនចេះបច្ចេកវិទ្យានោះទេតែជាក់ស្ដែងនៅពេលដែលដ្រូនខ្មែរហោះពេញមេឃាបាទពេញមេឃនឹងឯងនឹងវាយចំគោលដៅធ្វើឲ្យទ័ពសៀមនោះប្រមាណអ្នកហើយដែលរងរបួសដែលស្លាប់ដោយសារតែដ្រូនផ្ដាច់សង្ខារបាទរបស់កម្ពុជានោះពួកគេបែរជាទទួលយកការពិតមិនបាននោះទេទី2រឹកលេះបាទកំពុងតែរឹកលេះដោយក្រសួងការពារជាតិបានបញ្ជាក់ពួកគេចង់លាបពណ៌ខ្មែរដើម្បីមានលេះប្រើអាវុធធនធ្ងន់និងសាហាវជាងនេះមកលើទឹកដីរបស់យើងបាទវាចោតអញ្ចឹងដើម្បីអីដើម្បីប្រើលេះប្រើអាវុធធនធ្ងន់វាយប្រហារកម្ពុជាអញ្ចឹងទេក្រសួងការពារជាតិកម្ពុជាដឹងដាបដិសេធទាត់ចោលភ្លាមចំពោះការចោតប្រកាន់រឿងនេះទី3ថៃកំពុងតែស្លន់ស្លោកំពុងតែភ័យការចោតប្រកាន់នេះបង្ហាញថាប្រព័ន្ធការពាររបស់ពួកគេកំពុងតែបរាជ័យក្រោមថ្វីដៃរបស់កូនខ្មែរសុទ្ធសាធបាទក៏មើងងាយខ្មែរអាចធ្វើបានឲ្យតែថៃបរៀនបាទឲ្យតែថៃបង្រៀនឥឡូវនេះតំណែងសពគ្រប់បែបយ៉ាងមាននៅទឹកដីខ្មែរអាហ្នឹងគឺពហិការមិនប្រើប្រាស់តំណែងថៃរបស់ចៅសៀមសុកចិត្តលិតប្រហុកអំបិលសិនបាទឲ្យខ្មែរផលិតមកអាចធ្វើបានគឺគ្រប់គ្រង 100% ផលិតផលរបស់កូនខ្មែរណាប៉ុន្តែកុំថ្លៃពេកសមរម្យបានហើយមើងងាយនេះថៃបាទមើងងាយថាខ្មែរហ្នឹងអត់អាចធ្វើដ្រូនបានចាំមើលខ្ញុំទៅលើកយកការតតចោលរបស់ក្រសួងការពារជាតិកម្ពុជាចំពោះសារព័ត៌មានថៃណាខ្ញុំអានបន្តិចក្រសួងការពារជាតិបានសរសេរថាការផ្សព្វផ្សាយរបស់សារព័ត៌មានអាមេរិកញូដែលបានចោទប្រកាន់ថាកម្ពុជាប្រើប្រាស់ទាហានស៊ីឈ្នួលបរទេសមកជួលបង្ហោះដ្រូនអត្តឃាតក្នុងចំនួនព្រំដែនកម្ពុជាថៃក្រសួងការពារជាតិកម្ពុជាសូមទាត់ចោលនៅខ្លឹមសារដែលបានចុះផ្សាយក្នុងសារព័ត៌មានថៃខាងលើនេះនិងសូមអះអាងថាជាព័ត៌មានភូតកុហកបោកប្រាស់និងជាព័ត៌មានប្រឌិតคล้ายៗនិងលាបពណ៌មកលើកម្ពុជាតែប៉ុណ្ណោះកម្ពុជាទាមទារឲ្យភាគីថៃបញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានទាំងឡាយមិនពិតបាទដោយចេតនាក្នុងគោលដៅបង្វែរការចាប់អារម្មណ៍អំពីការរំលោភបំពានច្បាប់អន្តរជាតិរបស់ខ្លួនដោយលាបពណ៌កម្ពុជាដើម្បីយកលេសប្រើប្រាស់អាវុធកាន់តែសាហាវមកលើកម្ពុជានេះគឺជាការទាត់ចោលរបស់ក្រសួងការពារជាតិកម្ពុជាដោយថៃមិនសក់ចិត្តបាទមិនសក់ចិត្តនោះទេដែលកម្ពុជាកូនខ្មែរអាចធ្វើដ្រូនបាទអត្តឃាតសម្រាប់ទាហានរបស់ថៃបានណាកូនខ្មែរបាទងើបឡើងធ្វើដ្រូនទាំងអស់គ្នាធ្វើឲ្យបានច្រើនទៅដើម្បីការពារបាទចឹងទេនេះគឺជាលេសរបស់ភាគីថៃបាទកុំចាញ់បោកថៃកំពុងតែរកលេសទម្លាក់គ្រាប់បែកធ្ងន់តាមរយៈការប្រឌិតរឿងបរទេសនៅកម្ពុជាណាចំណុចនេះសំខាន់ប្រិយមិត្តជាទីមេត្រីពាក់ព័ន្ធទៅនឹងរឿងនេះបាទដែលថៃចោទប្រកាន់ថាទាហានស៊ីឈ្នួលឬក៏បរទេសមិនមែនជារឿងចៃដន្យនោះទេប៉ុន្តែជាល្បិចកលបាទយុទ្ធសាស្ត្ររបស់ថៃដែលគេរៀបចំឡើងដើម្បីដំឡើងកម្រិតសង្គ្រាមណាហេតុអីបានជាយើងនិយាយបែបអញ្ចេះក្នុងច្បាប់សង្គ្រាមបើពួកគេវាយជាមួយទាហានកម្ពុជាពួកគេត្រូវប្រយ័ត្នប្រយែងច្រើនប៉ុន្តែបើពួកគេអាចបោកប្រាស់ពិភពលោក
លោកថានៅទីនោះមានទាហានស៊ីឈ្នួលបរទេសឬក៏ក្រុមភេរវករប្រើដ្រូននោះពួកគេនឹងមានលេសថាស្ថានភាពមិនធម្មតានោះទេអានេះគឺជាចំណុចល្បិចមួយដែលគេចោទនេះគឺជាការបើកផ្លូវឲ្យពួកគេប្រើប្រាស់កម្លាំងទ័ពអាកាសគេថា Air Strike ឬគ្រាប់បែកដែលមានកម្លាំងបំផ្លាញខ្លាំងដូចជាគ្រាប់បែកចង្កោមដោយយកលេសថាដើម្បីកំទេចទីតាំងលាក់ខ្លួនរបស់ពួកបរទេសទាំងនោះអានេះគឺជាចំណែកមួយដែលយើងត្រូវតែប្រុងប្រយ័ត្នថៃដឹងថាបើវាយមួយទល់នឹងមួយជាមួយកម្ពុជាគេពិបាកយកឈ្នះឬខូចខាតខ្លាំងអានេះរឿងហ្នឹងការចោទថាមានបរទេសជួយខ្មែរគឺពួកគេចង់អូសទាញមហាអំណាចឬសម្ព័ន្ធមិត្តរបស់ពួកគេឲ្យលូកដៃដោយចោទថាកម្ពុជានេះកំពុងតែក្លាយជាទីតាំងរបស់កងកម្លាំងទី3ដែលគម្រាមកំហែងដល់សន្តិសុខក្នុងតំបន់អ្វីដែលសំខាន់ជាងនេះទៅទៀតប្រិយមិត្តជាទីមេត្រីដឹងថារឿងអីអត់ដើម្បីបិទបាំងភាពអាម៉ាស់របស់កងទ័ពរបស់ថៃបាទបិទបាំងពីណាប្រជាពលរដ្ឋនោះទាហានថៃដែលមានអាវុធទំនើបបែរជាមកចាញ់បាទរឿងរបួសក្រោមស្នាដៃកងទ័ពខ្មែរនិងដ្រូនរបស់កម្ពុជាដ្រូនតយងជ័យខ្មែរវាជាការអាម៉ាស់មុខខ្លាំងយកតែមែនតែនបាទបណ្ដាសារព័ត៌មានថៃកំពុងតែចាប់អារម្មណ៍ខ្លាំងពាក់ព័ន្ធនឹងនេះហើយឥឡូវនោះកំពុងតែចាប់អារម្មណ៍ដែរអំបុកស្រូវថ្មីស្អីគេអំបុកស្រូវថ្មីហ្នឹងបាទសម្ដេចតេជោដាក់ថាអំបុកស្រូវថ្មីវាយសត្រូវខ្មាំងឈ្លានពានបាទខ្ញុំនិយាយថាអំបុកស្រូវថ្មីវាយថៃឈ្លានពានអានេះវាពាក្យជួនមួយណាដូច្នេះពួកគេត្រូវតែបង្កើតតួអង្គទាហានស៊ីឈ្នួលបរទេសមកទទួលខុសត្រូវជំនួសពួកគេចង់ប្រាប់ប្រជាជនគេថាមិនមែនទាហានថៃខ្សោយទេតែមកពីខ្មែរជួបរទេសមកវាយបាទអាហ្នឹងគឺពងតែប្រាប់ប្រជាជនខ្លួនឯងហើយកុំឲ្យគិតថាកូនខ្មែរខ្លាំងពូកែណាចោតខ្មែរថាជួលបរទេសមកបញ្ជាដ្រូនទៅវិញអាហ្នឹងគឺថៃអត់ទទួលស្គាល់ការពិតដែលកូនខ្មែរអាចធ្វើបាននោះទេបាទប្រាប់ប្រជាជនគេនឹងឯងអាកង្កែបក្នុងអណ្ដូងប្រាប់ថាម៉េចថាមិនមែនទាហានថៃខ្សោយទេមកពីខ្មែរជួលបរទេសមកវាយបាទឥឡូវនោះស្លាប់រាប់រើយពាន់អ្នកកំពុងតែរងរបួស500អ្នកស្លាប់បាទហើយប្រមាណ1000អ្នកហើយរងរបួសទាហានថៃក្មេងៗមិនដឹងថាមិនមកទេពួកក្មេងៗនោះចូលមកងាប់អញ្ចឹងឯងបាទធ្វើមិនទេបាបកម្មតែថៃឈ្លានពានទឹកដីកម្ពុជាទទួលយកទៅបាទហើយឥឡូវនេះកំពុងតែគម្រាមកម្ពុជាបាទកម្ពុជាខ្មែរនេះហ៊ានតែបាញ់ PHL 03ទៅកាន់បាទប្រទេសថៃវាគម្រាមវាយយកបាត់ដំបងសៀមរាបសេរីសុផាន់ជាដើមដែលវាលើកឡើងថាជាដែនដីទ្របគ្រប់គ្រងការពីអតីតកាលខ្លួនឯងប្រើប្រាស់យន្តហោះចម្បាំង F16 Gripen គ្រប់សពបែបយ៉ាងអាវុធបាញ់ផ្លោង 155 មីលីម៉ែត្របាទហើយដល់ពេលកម្ពុជាបញ្ជូនអាវុធទំនើបផ្សេងទៅកាន់តំបន់ព្រំដែនថៃចេញមកគម្រាមបែបអញ្ចឹងអានេះគឺជារដ្ឋថៃមិនចង់ឲ្យខ្មែរលើវាទេជារដ្ឋថៃណាភូមាបាញ់ផ្លោងដាក់ដីថៃអត់ហ៊ានបាទមាត់អីមួយម៉ាត់ជាមួយភូមាដោយសារតែអីដោយសារតែខ្លាចភូមាបាទដោយសារតែខ្លាចភូមាហើយយើងកម្ពុជានេះចង់តែមកសក់អត់ចង់បករឿងអត់ចង់បានសង្គ្រាមស្អីផងហ្នឹងហើយភូមាមានខ្លាចស្អីបាទហើយចង់វាយមកដាក់មកយន្តហោះចម្បាំងផ្សេងហ្នឹងមកបាទហើយកម្ពុជាយើងវាយក៏វាយបានដែរប៉ុន្តែថាយើងមិនចង់ធ្វើសង្គ្រាមយើងខ្លាចខាតបង់បាទខាតបង់សង្គ្រាមវាគ្មានអាណាឈ្នះគ្មានអាណាចាញ់ទេវាខូចខាតទាំងសងខាងនឹងឯងហើយថៃធ្វើរាល់ថ្ងៃនេះដើម្បីអីដើម្បីស្លឹកឆ្នោតអនុទីនដើម្បីស្លឹកឆ្នោតបោះឆ្នោតរំលាយសភាចោលខាងមុខនេះបិទបាំងរឿងអាស្រូវទាំងឡាយនៅតំបន់ហាត់យ៉ៃមួយរឿង scam អនឡាញថតរូបជាមួយមេក្រតិជនបាទអនឡាញនោះ2ហើយមួយទៀតនោះរៀបចំស៊ីហ្គេមបាទឡើងរខេរខៈរញ៉េរញ៉ៃមិនដឹងស្អីជាស្អីនោះទេបាទស៊ីហ្គេមដ៏យ៉ាប់ដ៏អាក្រក់ជាងគេបំផុតក្នុងប្រវត្តិសាស្ត្រគឺប្រទេសថៃហើយអួតក្តែងតែខ្លួនឯងនឹងជាប្រទេសអ្នកមានរៀបចំស៊ីហ្គេម2025លើកទី33ល្អណាស់ល្អដាច់ឆ្ងាយយកទៅមែនតែនបាទល្អដាច់ជាងកម្ពុជា2023ណាយើងទទួលស្គាល់ថាល្អណាស់បាទល្អណាស់ថៃធ្វើស៊ីហ្គេម2025លើកនេះគឺពិតជាល្អមែនអបអរសាទរមួយបាទខុសគ្រប់ប្រទេសមិនមែនតែកម្ពុជាទេឥណ្ឌូនេស៊ីក៏ខុសសិង្ហបុរីបាទវៀតណាមពាក់ព័ន្ធរឿងទង់ជាតិរឿងឈ្មោះរឿងអីមកកភ្លុះឡើងវរញ៉េរញ៉ៃពេញនឹងដឹងស្អីជាស្អីទេថៃទេចឹងបានគេនិយាយថា Don't Thai to me ឥឡូវលេង Don't Thai to me ហើយ Don't Thai to the world បាទ Don't Thai to ASEAN បាទកុំឲ្យថៃចូលពាក់ព័ន្ធជាមួយអាស៊ានខុសគេតែឯងនៅអាស៊ានណាអត់ត្រូវមួយគេឯងទេដោយអួតមោទនភាពជ្រុលពួកសង្គមថៃនេះអញ្ចឹងតាបានបាទអត់ខ្លាចបរទេសអត់ខ្លាចអន្តរជាតិនានាតតែសោះដោយសារតែអី